ម្នាក់គាត់សួរថាតើអ្នកទិញចលនាទ្រព្យមិនថាដីឬផ្ទះអ្នកលក់ត្រូវផ្ដល់ឯកសារអ្វីខ្លះឆ្លើយតបទៅនឹងសំណួររបស់បងគុំចាំបាច់រងចាំអ្នកលក់ត្រូវផ្ដល់ឯកសារឲ្យនៅក្នុងនាមយើងជាអ្នកទិញយើងត្រូវសួររកឯកសារសំខាន់ទាំង5នេះដែលត្រូវឆែកមុនសម្រាប់ចិត្តទិញផ្ទះនៅក្នុងបរិយាណាមួយទី1បានចុះបញ្ជីក្រុមហ៊ុនដើម្បីបញ្ជាក់ថាក្រុមហ៊ុនអភិវឌ្ឍមានសិទ្ធិសាងសង់និងដំណើរការដោយស្របច្បាប់ទី2អាជ្ញាប័ណ្ណសាងសង់ចេញដោយក្រសួងរៀបចំដែនដីដើម្បីធានាថាគម្រោងមានគុណភាពសំណង់ម៉ូដប្លង់និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវតាមស្តង់ដារទី3អាជ្ញាប័ណ្ណបុរីចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្ទាប់ពីក្រុមហ៊ុនបំពេញគ្រប់លក្ខខណ្ឌគុណភាពនិងផែនការលក់ទី4ប្លង់មេគឺត្រូវតែមានការអនុម័តជាផ្លូវការពីក្រសួងពាក់ព័ន្ធដើម្បីបញ្ជាក់ពីការរៀបចំដីធ្លីនិងសំណង់ឲ្យស្របតាមបច្ចេកទេសនិងចុងក្រោយគឺប្លង់រឹងត្រូវប្រាកដថាអ្នកអភិវឌ្ឍមានទាំងប្លង់មេនៃផ្ទៃដីសរុបនិងប្លង់កម្មសិទ្ធិដាច់ដោយឡែកដើម្បីងាយស្រួលផ្ទេរកម្មសិទ្ធិជូនអ្នកទិញនៅពេលក្រោយសរុបមកការពិនិត្យឯកសារទាំងនេះនឹងជួយការពារលោកអ្នកពីហានិភ័យផ្សេងៗនិងធានាថាការវិនិយោគលើលំនៅឋានរបស់លោកអ្នកមានសុវត្ថិភាពផ្នែកច្បាប់ពេញលេញចង់ទិញលក់ជួលអចលនទ្រព្យមែនទេសូមទាក់ទងមកកាន់ Harbour Property